Mìnhរៀបសួរពុកម៉ែបងប្អូននៃទស្សនាជាមួយខ្ញុំបាទធ្វើការស្ងោរចាប់ឆាយចំពោះបន្លែដែលខ្ញុំធ្វើមានការ៉ុតមានកាថៅមានស្ពៃក្តោបមានសាច់ឆ្អឹងជំនីជ្រូកសាច់ជាកណ្ដោមានយីហឺនិងពពុះសណ្តែកជាដំបូងឡើយគឺខ្ញុំមកចំហៀវខ្លាញ់រួចយើងដួសសាច់ដែលយើងចំហៀវចេញយើងចាប់ផ្ដើមបំពងខ្ទឹមសរួចកូររំងាស់ខ្ទឹមសឲ្យបានឡើងឈ្ងុយក្រហមបន្ទាប់ពីកូរបានឡើងក្រហមខ្ញុំដាក់សាច់ជ្រូកចូលដើម្បីរំលីងឆ្អឹងជំនីជ្រូកឲ្យបានឡើងឈ្ងុយនិងបោះជាតិឈាមនិងដើម្បីបំបត្តិក្លិនឆ្អាបចំពោះការកូរគ្រឿងរំលីងយ៉ាងណាគឺដើម្បីឲ្យសាច់របស់យើងឈ្ងុយបន្ទាប់ពីសាច់បានឡើងក្រហមតិចហើយខ្ញុំថែមស្ករមួយស្លាបព្រាបាយកន្លះតមកទៀតថែមអំបិលកន្លះស្លាបព្រាបាយរួចធ្វើការកូរត្រឡប់របស់គ្រឿងជាមួយនឹងសាច់ចូលគ្នាបន្ទាប់មកខ្ញុំថែមប៊ីចេងចំនួន1ចុងស្លាបព្រាបាយបន្ទាប់មកចាក់ជីកដោយីហឺពពុះសណ្តែកចូលរួចកូរត្រឡប់គ្រឿងជាមួយសាច់ដែលយើងបានដាក់ចូលឲ្យបានឈ្ងុយបន្តិចទើបយើងដាក់បន្លែចូលបន្ទាប់មកថែមទឹកត្រីបន្តិចតបកូរត្រឡប់សាច់និងគ្រឿងដែលយើងបានដាក់រួចហើយបន្ទាប់មកយើងចាក់បន្លែចូលដើម្បីកូរត្រឡប់បន្លែជាមួយសាច់ឲ្យបានចូលជាតិគ្នាពុំបន្លែនេះគឺខ្ញុំដាក់ការ៉ុតហើយនឹងថែថៅមុនដោយសារការ៉ុតនិងថែថៅរាងយូរបន្តិចបន្ទាប់ពីកូរត្រឡប់បានចូលជាតិហើយយើងថែមទឹកបន្តិចដើម្បីរំងាស់សាច់ជាមួយបន្លែព្រោះយើងគ្របទុកបន្តិចដាក់ទឹកបន្ថែមបន្ទាប់ពីថែមទឹករួចយើងដាក់បន្លែចូលចំពោះបន្លែស្ពៃក្តោបមួយដែរគឺយើងដាក់ក្រោយពីបន្លែការ៉ុតនិងថែថៅរំងាស់ឲ្យបានយូរទើបយើងដាក់បន្លែនេះចូលដោយសារបន្លែស្ពៃក្តោបឆាប់នឹងផុយរួចកូរត្រឡប់ចូលឡើងបន្ទាប់ពីកូរត្រឡប់សព្វហើយយើងគ្របទុកបន្តិចពេលនេះដែរយើងរំងាស់បានពុះហើយបន្លែក៏បានផុយនិងឆ្អិនបាទពុកម៉ែបងប្អូននេះដែរជាស្ងោរចាប់ឆាយរបស់ខ្ញុំបើបងប្អូនស្រឡាញ់ពេញចិត្តវីដេអូមួយនេះសូមបងប្អូនជួយ like និង follow page របស់ខ្ញុំមួយបងសូមអរគុណ